ជំរាបសួរបងប្អូនទាំងអស់គ្នានឹករលឹកបងប្អូនទាំងអស់គ្នាយ៉ាងម៉េចដែរបងប្អូនទាំងអស់គ្នាសុខសប្បាយបើសិនជាខ្ញុំប្រាប់ឆ្លើយបងប្អូននឹងសំណួរនេះខ្ញុំអត់សូវសុខសប្បាយទេបងប្អូនហើយដោយសារតែបញ្ហាជំងឺ lupus របស់ខ្ញុំនឹងវាវាយលុកហើយខ្ញុំកុំចង់និយាយដដែលប្រាប់បងប្អូនពីជំងឺ lupus របស់ខ្ញុំដែរណាបើវាដូចជាដដែលឲ្យបងប្អូនសាំហើយក៏វាគ្មានប្រយោជន៍អីដល់បងប្អូនដែរតែគាត់ថាខ្ញុំសោកស្ដាយដែលអ្វីៗទាំងអស់វាបានផ្លាស់ប្ដូរប្រវត្តិសាស្ត្រគម្រោងការអីវាផ្លាស់ប្ដូរហើយនិយាយទៅស្ទើរតែមិនអាចរក្សាជីវិតបានម្ដងជា2ដងជា3ដងដោយសារតែជំងឺនឹងវាវាយលុកធ្វើបាបខ្ញុំហើយខ្ញុំបោះបង់ចោលកិច្ចការងារខ្ញុំដែលសំខាន់មួយចំនួនចោលហើយទុកតែការងារណាដែលកម្លាំងខ្ញុំទៅរួចហ្នឹងហើយអញ្ចឹងទេដូច្នេះជីវិតវាមិនល្អប្រសើរផូរផង់ទេបាទថ្ងៃនេះថ្ងៃទី30បាទវេលាម៉ោង6ល្ងាចបាទនៅតំបន់ដែលខ្ញុំរស់នៅមានពេលខ្លះក៏ចង់ធ្វើវីដេអូខ្លីហើយខ្ញុំគិតមែនតើថាខ្ញុំបានបាត់បង់អ្វីៗជាច្រើនដែលខ្ញុំមានសមត្ថភាពអាចធ្វើបានប៉ុន្តែដោយសារបញ្ហាជំងឺវាធ្វើឲ្យខ្ញុំបោះបង់ចោលអ្វីដែលជាក្តីសម័យធ្វើអត់បានខ្ញុំមានការខូចចិត្តជាទម្ងន់ហើយពេលវេលានេះក៏ចង់ជម្រាបជូនបងប្អូនដែរពីបញ្ហាសុខភាពរបស់ខ្ញុំមកដល់ដំណាក់កាលនេះគឺវាខ្ញុំហាក់ដូចជាចង់និយាយថាដូចជាមនុស្សខ្លាចតែជាមនុស្សពិការដែរអត់បានការធ្វើកិច្ចការងារធ្ងន់អត់កើតហើយប្រើការគិតឲ្យបានល្អទៅលើ project ឬក៏ការងារណាមួយក៏ខួរក្បាលរបស់ខ្ញុំវាពិបាកនឹងរ៉ាប់រងមែនតើហ្នឹងហើយគឺបាត់បង់អ្វីដោយសារតែបញ្ហាសុខភាពចូលមុខជាមួយនឹងជំងឺ lupus ហ្នឹងសោកស្ដាយមែនតែនតែហ្មងដូច្នេះគម្រោងការផលិតកុនវាយតតៈអីឲ្យវាល្អមើលពេញភ្នែកនឹងគេចង់ស៊ូជាមួយនឹងប្រទេសជិតខាងដែលគេធ្វើតែមកដល់ថ្ងៃនេះគឺប្រវត្តិសាស្ត្រផ្លាស់ប្ដូរគឺការគិតគម្រោងការទាំងអស់វាខូចឲ្យធ្វើមិនបានទេក៏មិនមានន័យថាខ្ញុំចោះចាញ់ដែរហើយក៏និយាយនេះក៏មិនមែនបំបាក់ទឹកចិត្តបងប្អូនដែលគ្រប់គ្រងដែរគ្រាន់តែតចរិតដួងចិត្តរបស់ខ្ញុំនៅតែដដែលនៅតែរក្សានៅគោលបំណងគោលដៅដដែលប៉ុន្តែមិនដឹងថាខ្ញុំចេញផ្លូវណារួចទេហើយអត់បោះបង់ណាដូចបងប្អូនធ្លាប់និយាយថាបើនៅមានដង្ហើមនៅតែមានសេចក្តីសង្ឃឹមបាទបងប្អូនឃើញ background ខាងក្រោយខ្ញុំហ្នឹងគឺជាវាលស្រែដែលដីនេះគឺដីស្រែរបស់ខ្ញុំតែម្ដងកំពុងតែអង្គុយនិយាយជាមួយបងប្អូននេះណាហ្នឹងហើយតំបន់នេះគឺធ្វើស្រែមិនសូវកើតទេបាទអញ្ចឹងទេមានដីសល់ទំនេរច្រើនធ្វើអីមិនទាន់កើតហើយបើយើងចង់ធ្វើអីក៏យើងត្រូវការដើមទុនដែរអញ្ចឹងយើងធ្វើអីអត់កើតទុកម្ដុំសិនទៅបាទហើយនិយាយស្មោះត្រង់ទៅជីវិតនេះសាំតប៉ែមែនណាខ្ញុំនិយាយត្រឡប់ត្រលិនមួយបងប្អូនច្រើនមកបន្តិចក្នុងវីដេអូនេះចង់រៀបរាប់ថាវាសោកស្ដាយគឺជីវិតវាត្រឡប់ត្រលិនមែនអញ្ចឹងបងប្អូនពេលវេលាគឺលឿនមែនតើខ្ញុំពេលវេលានៅពេញកម្លាំងគឺអត់មានបញ្ញាអត់មានចំណេះដឹងដែលនឹងធ្វើអ្វីដែលរលួយលឿនសម្រាប់ខ្លួនឯងរក្សាដល់ពេលវ័យចាស់ឬក៏ធ្លាក់ខ្លួនឈឺឬក៏អសមត្ថភាពដែលមិនអាចរលួយបានហើយទុកលុយនឹងមកចាយ
ទុកលុយនឹងមកសម្រាប់ជីវិតរស់នៅឲ្យបានល្អប្រសើរនៅពេលដែលវ័យជ្រេគឺអត់មានបញ្ញាអត់មានស្មារតីអត់មានសមត្ថភាពរលុយបានច្រើនពេលហ្នឹងទេទើបតែយើងចេះចាប់ផ្ដើមចេះគឺនៅពេលដែលយើងមានវ័យជ្រេហើយចាប់ផ្ដើមយល់ដឹងពីអ្វីដែលជាការពង្រីកសមត្ថភាពអ្វីដែលជាការប្រើប្រាស់សមត្ថភាពដើម្បីរលុយដល់ពេលខ្លួនចាស់សម្រាប់ចាយនោះវាចង់ហួសពេលបៀសតែនឹងហួសពេលដែរបងប្អូនហើយអញ្ចឹងគឺខ្ញុំសោកស្ដាយខ្លាំងមែនតើអញ្ចឹងបងប្អូនពេលវេលាបងប្អូនឥឡូវកំពុងតែនៅក្មេងហើយមានកម្លាំងណាបងប្អូនគួរតែស្ទុះស្ទាកុំចាំម៉ែឪជេរបដៅប្រាប់ដឹកមុខឬក៏ជំរុញហ្នឹងហើយអ្នកណាកុំចាំគេជំរុញការងារគឺប្រឹងធ្វើអស់ពីសមត្ថភាពដើម្បីរកលុយឲ្យបានច្រើនទុកសម្រាប់តែមិនយូរប្រហែលទេបងប្អូនអាយុតែចាប់ដើម40ជាងឡើងទៅគឺបងប្អូននឹងជួបបញ្ហាជំងឺជួបបញ្ហាសុខភាពចុះខ្សោយហើយបញ្ហាផ្សេងច្រើនមែនតើត្រូវបងប្អូនធ្វើហើយពេលហ្នឹងបងប្អូនថយកម្លាំងហើយបងប្អូនជួបវិបត្តិអីផ្សេងជាច្រើនទៀតបញ្ហាបំណុលបញ្ហាផ្សេងច្រើនទៀតអញ្ចឹងបងប្អូនដោះស្រាយបានទេកម្លាំងខ្លួនឯងចុះខ្សោយអញ្ចឹងបញ្ហាធំបញ្ហាច្រើនមែនតើដល់អាយុប៉ុណ្ណឹងដល់អាយុ40ជាងបានបងប្អូនយល់អញ្ចឹងពេលវេលាមុនអាយុ40ជាងដែលពេញកម្លាំងបងប្អូនធ្វើការរស់ស៊ីកុំប្រហែសពេលវេលាហ្នឹងខំប្រឹងយកតែមែនតើដើម្បីសំលុយឲ្យបានច្រើនហើយទុកដល់ពេលដែលបងប្អូនដល់វ័យហ្នឹងត្រូវដោះស្រាយរឿងច្រើនអញ្ចឹងគឺត្រូវការលុយច្រើនអញ្ចឹងបើដូចខ្ញុំបច្ចុប្បន្នមួយរៀនស្រាប់គឺពិបាកមែនតើប៉ុន្តែអត់អីទេបើសិនជាបានប្រហែលខ្ញុំក៏វាគ្រាន់បើហើយប៉ុន្តែបើសម្រាប់តប្រហែសដូចអ្នកខ្លះទៀតមិននិយាយថាម៉េចទេគាត់ថាវាអត់បានប្រហែលយើងណាហ្នឹងហើយវាពិបាកជាងយើងណាអញ្ចឹងយល់ល្អបងប្អូនផ្ដាំគឺខំប្រឹងពេលដែលបងប្អូនអាយុនៅក្មេងនៅឡើយបាទប្រឹងឲ្យអស់ពីសមត្ថភាពចាប់ពីបងប្អូនចប់វិទ្យាល័យមកបាទគ្រប់អាយុ18ឆ្នាំឡើងទៅបងប្អូនត្រូវខំប្រឹងរលុយឲ្យអស់ពីសមត្ថភាពតែកុំប្រព្រឹត្តការរលុយតាមផ្លូវកាត់ផ្លូវអាក្រក់ហ្នឹងហើយត្រូវធ្វើកិច្ចការងារស្របច្បាប់ឲ្យសង្គមគេគ្រប់ឲ្យតម្លៃស្រឡាញ់រាប់អានយើងហើយធ្វើអញ្ចឹងបានសមជាមនុស្សត្រឹមត្រូវបាទកុំចង់មានចង់បានដោយការបំផ្លាញអ្នកដទៃឬក៏ធ្វើអីដែលខុសច្បាប់បាទខុសក្បត់ឧត្តមគតិខ្លួនឯងអាហ្នឹងកុំធ្វើអីបាទបានលុយមកពីអាហ្នឹងគឺមិនជារឿងដែលគួរនិយាយថាជាមនុស្សទេបាទអញ្ចឹងពិតពេលវេលាលឿនណាស់បងប្អូនកើតមកមួយជីវិតជាមនុស្សនៅលើโลกនេះនៅលើផែនដីគេនេះគឺត្រូវតែធ្វើអីដែលបន្សល់ទុកគេឈ្មោះល្អស្នាដៃល្អនឹងជួយដល់អ្នកជិតខាងយើងជុំវិញខ្លួនទាំងអស់គ្នាហ្នឹងហើយបងប្អូនអរគុណបងប្អូនហើយសម្រាប់វីដេអូនេះខ្ញុំចង់ជម្រាបបងប្អូនថាខ្ញុំពិបាកនឹងផលិតវីដេអូក្បាច់គុណជូនបងប្អូនទៀតណាដោយសារតែបញ្ហាសុខភាពវីដេអូអីក៏ដោយតែពាក់ព័ន្ធនឹងក្បាច់គុណដូចជាមេរៀនឬក៏ជារឿងខ្លីអីហ្នឹងរឿងខ្លីរឿងវែងរឿងតូចរឿងធំអីហ្នឹងគឺសម្រាប់ខ្ញុំគឺស្ថានភាពនេះគឺនៅពិបាកខ្លាំងមែនទែនបាទតបពេលយើងធ្លាក់ខ្លួនឈឺលើកទី1ទី2ទី3រួចហើយនេះគឺពិបាកនឹងងើបឡើងវិញមែនទែនសម្រាប់បន្តការងារហ្នឹងអញ្ចឹងក្នុង channel នេះក្នុង page នេះគឺថ្ងៃនេះខ្ញុំធ្វើវីដេអូនេះគឺចង់ជម្រាបជូនបងប្អូនរឿងសំខាន់មួយហ្នឹងហើយបន្តទៅទៀតប្រសិនបើបងប្អូនទាំងអស់គ្នាជាការដូចថាយោគយល់ជួយដល់ខ្ញុំព្រោះធ្លាប់មើលវីដេអូខ្ញុំពីមុនមកដែលផ្ដល់ចំណេះដឹងសម្រាប់បងប្អូនជាក្បាច់គុណឬក៏ជាចំណេះដឹងទូទៅអីផ្សេងតាមរយៈវីដេអូរបស់ខ្ញុំនោះគ្រាន់តែបងប្អូនរក្សាទុកការ subscribe ការ follow channel ហើយនឹងpage របស់ខ្ញុំនេះដើម្បីឲ្យខ្ញុំមានចំណូលសម្រាប់ទ្រទ្រង់ជំនួយខ្លះសម្រាប់ថ្លៃថ្នាំពេទ្យរបស់ខ្ញុំហើយនឹង
សម្រាប់ជីវភាពធម្មតារបស់ខ្ញុំដូចរាល់ថ្ងៃនេះឲ្យបានដល់ចាស់នឹងគេបាទហើយជំរាបថា Facebook page របស់ខ្ញុំដែលធ្លាប់តែរលួយបានTikTok ហ្នឹងឥឡូវវាដាច់ monetize ហើយដាច់ monetize ប្រហែលជាចូល3ខែហើយអញ្ចឹង សោកស្ដាយហើយខ្ញុំក៏ខូចចិត្តខ្លាំងដែរបាទព្រោះដាច់ចំណូលមួយច្រកដែរបាទដែលធ្វើឲ្យខ្ញុំពិបាកធ្លាក់ចុះនៅផ្នែកជីវភាពនៅសល់តែ YouTube channel នេះមួយទៀតទេបើសិនជាវាមានបញ្ហាអីថ្ងៃខាងមុខទៀតបើផុសវីដេអូទៅបងប្អូនអត់មើលថាវីដេអូអត់មានប្រយោជន៍សម្រាប់បងប្អូនហ្នឹងគឺខ្ញុំចប់ហើយ ធ្លាក់ចុះមែនតើហើយអានេះនិយាយស្មោះត្រង់អស់ពីបេះដូងអញ្ចឹងជួយទស្សនាវីដេអូរបស់ខ្ញុំបន្តទៅទៀតទោះជាវីដេអូខ្ញុំចេញជាលក្ខណៈអ្វីក៏ដោយបាទសូមជួយ play វីដេអូខ្ញុំមើលទៅបាទមិនមែនថាអង្វរទេប៉ុន្តែខ្ញុំគិតថានឹងមានវីដេអូខ្លះនឹងផ្ដល់ប្រយោជន៍សម្រាប់បងប្អូនដែរហ្នឹងហើយខ្ញុំគិតថាខ្ញុំអាចថតអីបានគឺខ្ញុំថតអានឹងផុសអីបាទវាអញ្ចឹងដើម្បីកុំឲ្យអត់មានចំណូលសោះបើអត់បានផលិតវីដេអូដាក់សោះគឺអត់មានចំណូលសោះហ្នឹងហើយអញ្ចឹងអធិស្ឋានបងប្អូនទាំងអស់គ្នាខ្ញុំនឹងផុសវីដេអូផ្សេងពីច្រើនផ្នែកនៃជីវិតខ្ញុំចែកជូនបងប្អូនទស្សនាបាទហើយជួនកាលអាចជាវីដេអូខ្ញុំធ្វើម្ហូបចុកនេះនោះអញ្ចឹងទៅអ្វីដែលខ្ញុំអាចធ្វើបានខ្ញុំធ្វើជាវីដេអូផុសជូនបងប្អូនទស្សនាអញ្ចឹងកុំឲ្យខាតពេលវេលាបងប្អូនយូរខ្ញុំនិយាយប៉ុណ្ណេះហើយមានកិច្ចការងារអីផ្សេងទៀតខ្ញុំនឹងអាប់ដេតនឹងចែកជូនបងប្អូនតាមរយៈវីដេអូបន្តទៅទៀតបាទសូមនៅតែជួយគ្រប់គ្រងខ្ញុំហើយខ្ញុំសង្ឃឹមថាFacebook page របស់ខ្ញុំនឹងត្រឡប់មកវិញបាទសូមក្រុមហ៊ុន Facebook បើក monetize ឲ្យខ្ញុំត្រឡប់មកវិញបាទហើយយើងមានចំណូលអីត្រឡប់មកវិញជួយបន្តទៅទៀតបាទអស់ហើយអរគុណច្រើនបងប្អូនជម្រាបលាជូនពរបងប្អូនសុខភាពល្អសំណាងល្អជួបគ្នានៅវីដេអូក្រោយបាទអរគុណបាយបាយ